នៅព្រឹកមួយនៅឆ្នាំ1948នៅឆ្នេរសមុទ្រតនក្នុងប្រទេសអូស្ត្រាលីគេបានរកឃើញសាកសពបុរសម្នាក់គាត់ស្លៀកខោអាវស្អាតបាតដូចជាមនុស្សធម្មតាប៉ុន្តែមិនមានអត្តសញ្ញាណឬក៏កាបូបផ្ទាល់ខ្លួនអ្វីឡើយនៅក្នុងកប៉ាល់របស់គាត់មានតែសន្លឹកកណ្ដាស់តូចមួយដែលបានសរសេរថា The Man Suit ដែលមានន័យថាវាបានបញ្ចប់ហើយតើគាត់ជាពីណាគេតើអ្វីដែលបណ្ដាលឲ្យគាត់ស្លាប់ចឹងសួស្តីអ្នកនរគ្នាជាថ្ងៃនេះខ្ញុំចង់លើកករណីដ៏អាថ៌កំបាំងនៃការស្លាប់របស់បុរសម្នាក់ដែលគេហៅករណីនេះថាបរិសសាមតនឬក៏អង់គ្លេសថាសាមតនមែនចឹងកុំឲ្យខាតពេលយូរយើងទៅស្ដាប់និងទស្សនាទាំងអស់គ្នានៅព្រឹកថ្ងៃទី1ខែធ្នូឆ្នាំ1948នៅឆ្នេរសាមតនជិតក្រុង Adelaide ប្រទេសអូស្ត្រាលីមានបុរសម្នាក់ដើរតាមឆ្នេរហើយក៏បានចាប់អារម្មណ៍ឃើញបុរសម្នាក់អង្គុយយ៉ាងស្ងប់ស្ងាត់នៅជាប់នឹងជញ្ជាំងថ្មដំបូងគេគិតថាគាត់ប្រហែលជាគេងឬក៏ស្វឹងប៉ុន្តែពេលដែលចូលទៅជិតទៅក៏ឃើញថាគាត់គ្មានដង្ហើមទេហើយបានស្លាប់ទៅហើយប៉ូលីសក៏ត្រូវបានហៅមកភ្លាមហើយពេលពិនិត្យសពគាត់ឃើញស្លៀកពាក់កៅអៅស្អាតបាតហើយមានស្នាមប្រយុទ្ធវាយគ្នាទេឬក៏ស្នាមរបួសអ្វីឡើយសូម្បីតែស្បែកជើងរបស់គាត់នឹងក៏ស្អាតដូចមិនបានដើរលើខ្សាច់ចឹងពេលប៉ូលីសមកប៉ូលីសក៏បានចាប់ផ្ដើមស៊ើបអង្កេតភ្លាមប៉ុន្តែរឿងនេះមិនស្រួលដូចដែលគេគិតឡើយនៅលើសម្លៀកបំពាក់របស់គាត់នោះគ្រប់ស្លាកឈ្មោះត្រូវបានកាត់ចេញទាំងអស់គ្មានកាបូបគ្រឿងអលង្ការឬក៏ឯកសារអត្តសញ្ញាណអ្វីឡើយពេលពិនិត្យសពដោយបញ្ជាក់បណ្ឌិតពួកគេរកឃើញថាគាត់មិនមានសញ្ញាត្រូវបានវាយប្រហារទេការវិភាគពេលក្រោយបានបង្ហាញថាប្រហែលជាគាត់ស្លាប់ដោយសារថ្នាំពុលប៉ុន្តែគ្មានសំណល់សារធាតុពុលត្រូវបានរកឃើញនៅក្នុងរាងកាយគាត់ទេវាជាអាថ៌កំបាំងដំបូងដែលធ្វើឲ្យប៉ូលីសសង្ស័យថានេះប្រហែលជាករណីសម្លាប់ដោយអ្នកមានជំនាញខ្ពស់ឬក៏អាចជាការស្លាប់ដែលបង្កើតឡើងដើម្បីលាក់ពីអ្វីមួយដល់តែមួយអាទិត្យក្រោយមកការស៊ើបអង្កេតបាននាំឲ្យប៉ូលីសរកឃើញប្រអប់ដាក់សម្ភារៈតូចមួយនៅស្ថានីយ៍រថភ្លើង Adelaide ដែលត្រូវបានទុកចោលពីមុនថ្ងៃដែលគាត់ស្លាប់ក្នុងប្រអប់នោះមានសម្ភារៈមួយចំនួនដូចជាអាវយឺតខោកាបូបប្រដាប់កោរសក់និងឧបករណ៍ផ្សេងៗជាដើមប៉ុន្តែដូចជាសម្លៀកបំពាក់លើសពដែរស្លាកឈ្មោះទាំងអស់ត្រូវបានកាត់ចេញប៉ូលីសមានការភ្ញាក់ផ្អើលព្រោះនៅលើខោមួយរបស់គាត់មានពាក្យសរសេរតូចៗថា KIN ប៉ុន្តែគេមិនបានរកឃើញអត្តសញ្ញាណនរណាម្នាក់ដែលស្របនឹងឈ្មោះ KIN នោះទេដោយសារតែគ្មានព័ត៌មានអត្តសញ្ញាណឬក៏សារណាអ្វីពីគាត់ប៉ូលីសចាប់ផ្ដើមគិតថាប្រហែលជាគាត់ជាជនបរទេសឬក៏អាចជាភ្នាក់ងារសម្ងាត់មួយដល់តែក្រោយមកនៅពេលដែលប៉ូលីសពិនិត្យមើលសម្លៀកបំពាក់របស់សត្វម្ដងទៀតពួកគេបានរកឃើញសន្លឹកកណ្ដាស់តូចមួយហើយនៅលើសន្លឹកហ្នឹងបានសរសេរថា The Man Suit ដែលពាក្យនេះជាភាសា Persian មានន័យថាវាបានបញ្ចប់ហើយប៉ូលីសបានធ្វើការស៊ើបរកបន្ថែមហើយក៏បានរកឃើញថាពាក្យនោះត្រូវបានកាត់ចេញពីសៀវភៅមួយឈ្មោះ Rubaiyat of Omar Khayyam ពេលស៊ើបអង្កេតបន្តពួកគេក៏បានរកឃើញសៀវភៅដើមនោះនៅក្នុងឡានមួយដែលបានចោលនៅទីកន្លែងដែលសពត្រូវបានរកឃើញនៅចុងក្រោយនៃសៀវភៅនោះមានអក្សរពិបាកយល់មួយចំនួនតូចៗដូចជាកូដសម្ងាត់គ្មានអ្នកណាអាចបកស្រាយបានថាវាមានន័យដូចម្ដេចទេនៅពេលប៉ូលីសពិនិត្យសៀវភៅ Rubaiyat of Omar Khayyam ហ្នឹងដែលមានសន្លឹកកណ្ដាស់ Tamasu ត្រូវបានកាត់ចេញពួកគេក៏បានរកឃើញលេខទូរស័ព្ទមួយសរសេរនៅខាងក្រោយសៀវភៅហ្នឹងពេលគេតាក់ទងទៅលេខហ្នឹងក៏បានចូលទៅស្ត្រីម្នាក់ឈ្មោះថា Jessica Thompson ដែលហៅថា nickname Justin ហើយប៉ូលីសក៏បានសាកសួរទៅ Jessica Thompson ហ្នឹងថាស្គាល់បរិសសមតុល្យនឹងអត់ហើយ Jessica ហ្នឹងពេលទៅមើលសពរបស់សមតុល្យហ្នឹងមានអារម្មណ៍ថាភ្ញាក់ផ្អើលតែមិនទទួលស្គាល់ថាមានទំនាក់ទំនងជាមួយសមតុល្យមែនហ្នឹងទេហើយក្រោយមកប៉ូលីសក៏បានរកឃើញថា Jessica Thompson ហ្នឹងក៏ធ្លាប់ឲ្យសៀវភៅរបស់យ៉ាត់ទៅបរិសម្នាក់ពីមុនមកការសង្ស័យក៏ចាប់ផ្ដើមកើតមានឡើងរវាង Jessica Thompson ជាមួយ Samantha Mann ថាពួកគាត់ទាំងពីរហ្នឹងធ្លាប់មានស្នេហានឹងគ្នាឬក៏អាចជាភ្នាក់ងារសម្ងាត់ដល់ប៉ូលីសស៊ើបអង្កេតទៅបន្តទៀតថាបានឲ្យសៀវភៅហ្នឹងទៅបរិសម្នាក់ទៀតជាទាហានហើយមិនមែន Samantha Mann ហ្នឹងទេដល់ពេលប៉ូលីសតាក់ទងទៅបរិសដែលជាទាហានហ្នឹងក៏សុំមើលសៀវភៅរបាយយ៉ាត់ហ្នឹងតែសៀវភៅរបស់គាត់គឺនៅស្អាតល្អអត់មានដាច់ពាក្យតាម៉ាន់ស៊ូតនឹងចេញពីសៀវភៅហ្នឹងទេអស់រយៈពេល70ឆ្នាំប៉ូលីសនិងអ្នកស្រាវជ្រាវនៅតែព្យាយាមស្វែងរកអត្តសញ្ញាណនិងមូលហេតុស្លាប់របស់បុរសសាមតនដល់តែនៅឆ្នាំ2022នេះបានគេរកឃើញអត្តសញ្ញាណរបស់បុរសសាមតនមែនដែលគេសង្ស័យថាគាត់គឺជា Carl Charles Webb
គាត់គឺជា Electrical Engineer ហើយនិងអ្នកធ្វើឧបករណ៍ភ្លេងហើយគេសង្ស័យថាការស្លាប់របស់គាត់នោះគឺដោយសារតែការសម្លាប់ខ្លួនអញ្ចឹងអ្នកនរគ្នាវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូបន្ទាប់សូមអរគុណ